សូមគោរពសម្ដេចប្រធានសូមគោរពអង្គសភាទាំងមូលសូមស្វាគមន៍ដល់សមាជិកសមាជិការាជរដ្ឋាភិបាលតាមខ្ញុំមើលបទបញ្ញត្តិស្ដីពីពន្ធដារខ្ញុំសង្កេតឃើញនៅតារាងមាត្រា47ថ្មីខាងក្រសួងហេដ្ឋារចនាសម្ព័ន្ធប្រើរូបមន្តចិនដាមែនទេគឺចិនដាគឺថាពី0 5 10 15 20% រូបមន្តនេះគឺគ្មានសមភាពនិងអយុត្តិធម៌ចំពោះអ្នកពន្ធដារបានកម្រិតលើអតិបរមានិងក្រុមអតិបរមាទេហើយដូច្នេះហើយពន្ធដារនៅប្រទេសជឿនលឿនគេមិនដែលប្រើរូបមន្តចិនដាអញ្ចឹងទេគេប្រើរូបមន្តបន្តបញ្ឆិតដើម្បីឲ្យមានយុត្តិធម៌រវាងអ្នកបងប្អូនទាំងអស់ហ្នឹងឥឡូវខ្ញុំលើកឧទាហរណ៍មួយអ្នកម្នាក់បាន12លាន6សែនត្រូវបង់អត្រា 20% ដល់គិតចុះគិតឡើងបាន10លាន2សែនអានេះតាមខ្ញុំគិតបើម្នាក់បាន12លាន4សែនអត្រា 0.15% ដកចុះដកឡើងបាន10លាន6សែនបានស្អីថាអ្នកបាន12លាន4សែនបាន10លាន6សែនឯអ្នកដែលបាន12លាន6សែនបានតែ10លាន2សែននោះហើយគឺមានភាពអយុត្តិធម៌ក្នុងការដែលកាត់រូបមន្តពន្ធដារនេះសូមមេត្តាខាងក្រសួងហេដ្ឋារចនាសម្ព័ន្ធគិតគូររឿងរូបមន្តទេពន្ធដារនឹងសារឡើងថ្មីជាបន្តខ្ញុំធ្វើការចាប់រលឹកបន្តិចអំពីសេចក្តីព្រាងច្បាប់ហេដ្ឋារចនាសម្ព័ន្ធហើយនឹងការច្បាប់ទូទាត់ពីឆ្នាំមុនមកយើងឃើញលេខការព្រាងច្បាប់ឆ្នាំ2015នេះគឺល្អគឺគោរព 100% ទៅលើម៉ាក្រូសេដ្ឋកិច្ចគឺម៉ាក្រូសេដ្ឋកិច្ចឡើង 10% ទៅតាមតម្លៃសប្តាហ៍ថ្ងៃហើយតម្លៃការដែលវិវត្តថាវិការក៏ 10% ដែរគឺគោរព 100% នៃម៉ាក្រូសេដ្ឋកិច្ចក៏ប៉ុន្តែបើយើងមើលពីការចំណាយពិតប្រាកដអត់មែនដូចលេងអញ្ចឹងទេពីព្រោះអីពីព្រោះខ្ញុំសង្កេតឃើញពីឆ្នាំ2012ច្បាប់ទូទាត់2013ច្បាប់ទូទាត់ដែលខ្ញុំបានទទួលគឺឃើញថាវិស័យផ្សេងដូចជាវិស័យសង្គមគិច្ចគឺចាយមិនដល់ 90% ផងណាហេតុអីដែលវិស័យអស់នេះត្រូវការថាវិការដើម្បីធ្វើការវិវត្តក្នុងអភិវឌ្ឍនៅក្នុងក្រសួងគេហេតុបានគ្រាចាយមិនដល់ 90% ហើយចំណែកគណៈរដ្ឋមន្ត្រីចាយដល់ 145% ឆ្នាំ2013 140% ឆ្នាំ2012ក្រសួងការពារជាតិក៏យ៉ាងដូចនេះដែរចាយដល់ 105% ឆ្នាំ13 2012ក៏ 105% ចឹងដែរហើយដូច្នេះសូមក្រសួងខាងហេដ្ឋារចនាសម្ព័ន្ធជូននៅចម្លើយអស់ហ្នឹងគឺថាទីមួយសំខាន់បំផុតពីរឿងដែលរូបមន្តទាពន្ធដារហ្នឹងម្យ៉ាងទៀតខ្ញុំសង្កេតឃើញថាខ្ញុំត្រឡប់មកវិញពីរឿងប្រាក់កម្ចីដែលលោកប្រធាននិងឯកឧត្តមប្រធានគណៈកម្មការទី2ថាកុំឲ្យញ៉ាំញ៉ៃរឿងហ្នឹងទៀតតែក៏ខ្ញុំគណៈកម្មការទី2ខ្ញុំអត់មានពេលសួរណាសួរគាត់មិនឲ្យពេលសួរសោះណាខ្ញុំឆ្លៀតពេលនេះសួរដល់មកក៏ពីចាប់ប្រជុំថ្ងៃ24វិច្ឆិកានេះខ្ញុំបានលើកសំណួរមកសួរមួយតើខ្ញុំសង្កេតឃើញប្រាក់កម្ចីខ្លះជាច្រើនបន្ទាត់ព្រោះឥឡូវមកដល់ជាង200កម្ចីមិនអញ្ចឹងដល់200កម្ចីឥឡូវមកដល់សប្តាហ៍ថ្ងៃហ្នឹងខ្ញុំសង្កេតឃើញបន្ទាត់កម្ចីខ្លះអត់បានបំពេញកម្រងការដែលទុកខ្ចីនឹងគេទេជាច្រើនខ្ញុំបានសួរនៅពេលហ្នឹងដែរក៏ប៉ុន្តែតំណាងខាងក្រសួងហេដ្ឋារចនាសម្ព័ន្ធអត់បានឆ្លើយនឹងខ្ញុំបែរជាបញ្ចេញពីមោទនភាពថាខ្មែរយើងគេទុកចិត្តនឹងឲ្យខ្ចីតទៅទៀតណាហើយដូចឆែកខ្ញុំសុំសួរដែលថាខ្មែរយើងគេទុកចិត្តឲ្យខ្ចីតទៅទៀតតើភ្នាក់ងារដែលគេឲ្យពងគេឲ្យពង credit ហ្នឹងខ្មែរលេខអីណាខ្មែរលេខអីដែលគេទុកចិត្តលើយើងណាគឺមួយ A 3 ដងឬ A 3 ដងមួយ A B អញ្ចឹងណាតើសុំឲ្យពិន្ទុហ្នឹងហើយ